あらゆる、改めて、あらかじめ、この3つの言葉を勉強していきたいと思います。では、詳しく意味を学んでいこう。あらゆる យើងបកប្រែថាទាំងអស់ឬក៏គ្រប់រាល់អ្វីៗទាំងអស់ណាប្រែថាទាំងអស់改めてយើងប្រែថាសារជាថ្មីម្ដងទៀតជាថ្មីម្ដងទៀតあらかじめយើងប្រែថាជាមុនណាជាមុនទុកជាមុនអីចឹងទៅណាមានន័យថាធ្វើអីទុកមុនចឹងទៅយើងប្រែあらかじめណានេះするណាធ្វើយើងធ្វើអីទុកជាមុនយើងប្រាប់ទុកមុនអីចឹងទៅយើងដល់ដំណឹងជាមុនអីចឹងទៅណាអូខេអញ្ចឹងពាក្យ3ហ្នឹងគឺប្រហែលជាបងប្អូនមិនទៅប្រើប្រចាំថ្ងៃទេប៉ុន្តែគឺបងប្អូនតែងតែឃើញច្រើននៅតាមទីសាធារណៈនៅតាមលិខិតស្នាមអីផ្សេងៗដែលវាលក្ខណៈថាវារៀងផ្លូវការអញ្ចឹងណាអញ្ចឹងគឺគេប្រើច្រើនតោះឥឡូវយើងមករៀនពាក្យហ្នឹងទាំងអស់គ្នាថាតើពាក្យទាំង3ហ្នឹងយើងប្រើបែបណាហើយវាមានន័យបែបណាឥឡូវយើងមកមើលឧទាហរណ៍ទាំងអស់គ្នាあらゆるយើងចាប់ផ្ដើមពីあらゆるទៅណាあらゆるគឺមានន័យថាទាំងអស់អញ្ចឹងយើងឧទាហរណ៍ថាសូមប្រើឱកាសទាំងអស់របស់អ្នកあらゆる機会を利用してくださいសូមប្រើឱកាសមានន័យថាឱកាសទាំងអស់របស់អ្នកណាឥឡូវយើងឧទាហរណ៍មួយទៀតថាបុរសម្នាក់នោះគឺគាត់មានសៀវភៅគ្រប់ប្រភេទទាំងអស់យើងនិយាយថា彼はあらゆる種類の本を持っているគាត់មានសៀវភៅគ្រប់ប្រភេទទាំងអស់ហ្នឹងគឺយើងអត្ថន័យនៃពាក្យថាあらゆるតោះឥឡូវយើងមើលទៅពាក្យថា改めてណា改めてហ្នឹងមានន័យថាម៉េចមានន័យថាជាថ្មីម្ដងទៀតនៅពេលដែលលោកគ្រូអ្នកគ្រូអីគាត់អាចឆាត់ធឹកអញ្ចឹងណាមានន័យថាពេលព្រឹកឡើងយើងជួបគាត់ម្ដងហើយយើងអាចឆាត់ធឹកគាត់ក៏អាចឆាត់ធឹកយើងដែរដល់ពេលដែលឡើងជួអញ្ចឹងទៅគឺគាត់និយាយម្ដងទៀតថា改めておはようございますអញ្ចឹងទៅមុននឹងគាត់និយាយអញ្ចឹងទៅថាសារជាថ្មីម្ដងទៀតគឺおはようអញ្ចឹងណាអូខេឥឡូវយើងមើលឧទាហរណ៍ណា改めておはようございますអូខេおはようជាថ្មីម្ដងទៀតណាមុននឹងនិយាយអីចឹងយើង改めて何々しますណាជាថ្មីម្ដងទៀតគឺសូមជួបគ្នាសូមនិយាយគ្នាអញ្ចឹងទៅតែឥឡូវយើងមើលឧទាហរណ៍មួយទៀតគឺគេថាអីគេ改めて考えるとわからなくなってきたគិតថាជាថ្មីម្ដងទៀតទៅគឺបែរជាអត់ដឹងទៅវិញណាបែរជាអត់យល់វិញណាមានន័យថាដំបូងយើងគិតថាយល់ហើយប៉ុន្តែ改めて考えるとわからなくなってきたណាបែរជាអត់ដឹងទៅវិញណាបើយើងគិតឲ្យជ្រៅទៅគឺយើងអត់ដឹងអត់យល់អត្ថន័យហ្នឹងទៅវិញណាគេតើឥឡូវយើងមើលពាក្យថាあらかじめម្ដងណាあらかじめមានន័យថាទុកជាមុនណាទុកជាមុនឧទាហរណ៍ថាសប្តាហ៍ក្រោយនៅថ្ងៃច័ន្ទគឺបាសឹកហ្នឹងមានន័យថាឡានក្រុងហ្នឹងនឹងអីគេនឹងអត់ដំណើរការមិនរត់ទេឡានក្រុងថ្ងៃច័ន្ទសប្តាហ៍ក្រោយហ្នឹងអូខេអញ្ចឹងយើងនិយាយថា来週の月曜日にはバスが運休になりますのであらかじめお知らせをさせていただきます、ね、あらかじめお知らせをさせていただきますណាគឺសូមខ្ញុំសូមអីគេសូមការអនុញ្ញាតដល់ដំណឹងទុកជាមុនណាអូខេឥឡូវយើងមើលឧទាហរណ៍មួយទៀតយើងនិយាយថាថ្ងៃឆ្លងឆ្នាំគឺមានន័យថាកៅអីរថភ្លើងនេះគឺតែងតែពេញណាស៊ីនកាំងសែនហ្នឹងកៅអីស៊ីនកាំងសែនតែងតែពេញហើយអញ្ចឹងជាក់ស្ដែងក៏អញ្ចឹងដែរឥឡូវយើងហើយយើងនិយាយថាយើងគួរតែទិញសម្បត្តិហ្នឹងទុកមុនណាគួរទិញសម្បត្តិទុកមុនតែយើងនិយាយថាម៉េចយើងនិយាយថាお正月には新幹線がもちろん満席になりますあらかじめ切符を買っておくべきだ、ね、あらかじめ切符を買っておくべきだណាអូខេអញ្ចឹងមានន័យថាយើងគួរតែទិញសម្បត្តិហ្នឹងគឺទុកមុនណាយើងគួរតែទិញសម្បត្តិទុកមុនព្រោះដែលថាទៅដល់ថ្ងៃហ្នឹងគឺពេញហើយអូខេ
ចឹងគឺមានតែប៉ុណ្ណឹងហើយបងប្អូនមានអីឆ្ងល់បងប្អូនអាច comment សួរបានហើយសម្រាប់បងប្អូនដែលចង់បានសៀវភៅពាក្យ N4 ហើយនឹងសៀវភៅពាក្យ N3 គឺខ្ញុំមានលក់សៀវភៅពាក្យសុទ្ធណា N4 ហើយនឹង N3 បងប្អូនត្រូវការបងប្អូនអាចតំណែងមកខ្ញុំបានណាអូខេអរគុណច្រើនមានអីឆ្ងល់ comment នៅខាងក្រោមអូខេបាយបាយ